យើងត្រូវយកចិត្តទុកដាក់នេះជាភាសារបายដំតាក់ទងទៅនឹងបិទចំណាំងផ្លាតឥឡូវរឿងបិទចំណាំងផ្លាតដែរគឺតែនៅក្នុងរាជធានីភ្នំពេញអានេះវិញក៏បានយុទ្ធនាការបិទចំណាំងផ្លាតទៅលើការរបកកង់3ក៏ដូចជាស៊ីក្លូផងដែរបាទនិយាយឃើញថានៅថ្ងៃនេះតតែម្ដងគឺស្ថិតនៅក្នុងរាជធានីភ្នំពេញដែលស្រុកបានបិទស៊ីក្លូក៏ដូចជាម៉ូតូកង់3ស្រុកទាំងអស់ចំនួន447គ្រឿងហើយបន្ទាប់ពីបានចុះបិទ sticker ចំណាំងផ្លាតនៅលើផ្សារអូរស័យផ្សារសូរិយាផ្សារអនផ្សារថ្មីនិងផ្សារអូឡ িম্প ិកហើយនៅរសៀលថ្ងៃទី6កញ្ញានេះមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញបាទដែលមានលោក30ជាប្រធាននោះបានសហការជាមួយលោកស្រីប្រធានមន្ទីរទេសចររាជធានីភ្នំពេញនិងប្រធានសមាគមស៊ីក្លូបានចុះគេហៅបិទសញ្ញាចំណាំងផ្លាតសុវត្ថិភាពលើស៊ីក្លូហើយតាមស្ថិតិមានស៊ីក្លូចំនួន447គ្រឿងបានកំពុងប្រកបអាជីវកម្មដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញអញ្ចឹងយើងឃើញថានេះជាជាយុទ្ធវិធីថ្មីក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាពិសេសបងដែលប្រកបរបររថស៊ីស៊ីក្លូពូអបហ្នឹងគឺយកឡើងអត់យើងកម្រឃើញដំណើរការគាត់ណាតែនេះនៅក្នុងរាជធានីភ្នំពេញស្រួលទេដោយសារតែយើងមានភ្លើងបាទបើដូចរមកង់3គាត់ជឿណាគាត់ចេញតាមហេតុទៅគាត់អាចស្តុកគាត់និយាយឃើញស្តុកគាត់ខ្លះទៅចាស់ពុកអស់គាត់អាចបានតថ្មីក៏រមូលពេកបាទដល់ពេលចុះអត់មានដំណើរការទៅណាមើលអត់ឃើញទេជាពិសេសគោយន្តតែម្ដងតាមបណ្ដាខេត្តរាជធានីណាបាទតាមបណ្ដាខេត្តភាគច្រើនគឺគោយន្តយប់ឡើងអត់មានទាំងអស់អញ្ចឹងសង្ឃឹមថាក្នុងឱកាសប្រជុំនេះមន្ត្រីទាំងអស់នឹងខិតខំបិទឲ្យគ្រប់គ្នាដើម្បីពេលបងប្អូនទៅលេងប្រជុំពេលយប់ប្រលប់ទៅអីនេះគឺចេញមកវិញតែមានដំណើរការគ្រប់គ្នាបាទចាអរគុណចានេះខ្ញុំជម្រាបជូនដល់ព័ត៌មានតកតងនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជាអ្នកជំនួយវិញ